ថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបបាក់ម៉ូត Cloudflare หน่อยចឹងជាដំបូងគ្នាយើងចូលមកឃើញអក្សរវិញណាយើងដូរទៅជាអង់គ្លេសមកហើយកន្លែង ESP យើងបាក់ចោលទាំងអស់ចឹងមកបាក់ទាំងអស់បាទ aimbot ហ្នឹងដាក់បាក់ទាំងអស់ទៅកន្លែងនេះឡើងបាញ់ចុះក្បាលឬក៏ខ្លួនចឹងណាអាស្រ័យលើយើងបាក់បាទហើយ O នេះ MOV ហ្នឹងកន្លែងវាចាប់មនុស្សហ្នឹងហើយចឹងឲ្យតែ enemy នៅក្នុងវងហ្នឹងគឺវាចាប់យកហ្មងបាទហើយយើងដាក់ក្បាលឬក៏អីចឹងណាហើយកន្លែងនេះអីរត់លឿនរត់អីហ្នឹងបាច់ដាក់ទៅកន្លែងហ្នឹងហើយកន្លែងនេះថតឲ្យជាប់នៅកន្លែង head hacker ហ្នឹងថតឲ្យជាប់ហើយកន្លែងអក្សរហ្នឹងកន្លែងហ្នឹងបាច់ដាក់ញ៉ៃទេបាទដាក់តា ESP អាកន្លែង aimbot ទេបាទតែប៉ុណ្ណឹងបាញ់បានហើយមិញបាញ់មើលបាញ់ចុះក្បាលយកបាញ់ចុះក្បាលយក M 5តែយូរហ្នឹងCloudflare របស់យើងបាទហើយអានេះវាមាន2 server វាមាន global ហើយវៀតណាមតែលេងបានដល់គ្នាទេ invite គ្នាលេងបានធម្មតាខុសតែ logo ទេបាទតែជាស្ដាយលេងគ្នាបានទេហ្នឹងចឹង invite គ្នាយើងក៏ឆ្ងល់ចឹងហ្នឹងហើយអានេះខ្ញុំដាក់យើងតាមយើងបាក់ចង់ចូលក្បាលក៏បានចូលខ្លួនក៏បានតែយើងដាក់ក្នុងខ្លួនចឹងឃើញបាញ់ចូលតែខ្លួនទេហ្នឹងខ្ញុំបាញ់មើលបាទគាត់ទៅបាញ់គេយកមើលឲ្យមើលផ្ទាល់ភ្នែកហ្នឹងបាទក៏មិនថាខ្ញុំចេះថាចឹងហ្នឹងខ្ញុំរបៀបបាក់ setting វាមិននេះពិបាកឃើញបាញ់ចូលតែខ្លួនទេហ្នឹងចឹងបើយើងចង់ដាក់ក្បាលយើងបាក់ក្បាលមកបាទខ្ញុំដាក់ឡើងខ្លួនដាក់ក្បាលនេះដាក់ head ចឹងបាញ់ទៅវាចាប់តែក្បាលទេអាកន្លែងនេះបាច់បាក់ឲ្យញ៉ៃទេបាទអាកន្លែងនេះគឺយើងបាក់តាមខ្ញុំចឹងមកបាទអត់មានអីពិបាកទេស្រួលងាយបាទស្រួលខ្លាំងមែនតើអត់មានអីពិបាកទេបាទហើយយ៉ាពីមើលខ្ញុំបាញ់ដាក់ខ្ញុំដាក់ក្បាលហ្នឹងហើយខ្ញុំដាក់ក្បាលហ្នឹងតែឥឡូវបាញ់គ្នាយើងមើលមកថាវាចូលក្បាលអត់កុំឲ្យគ្នាយើងនឹងថាខ្ញុំកុហកចឹងហ្នឹងហើយខ្ញុំអត់ចេះកុហកមួយទេបាទគឺរបស់បាញ់ខ្ញុំប្រាប់ចឹងឃើញទេឃើញបាញ់អែមខ្លាំងតែបាញ់ចុះក្បាលយកបាញ់ចុះក្បាលយកបាទហើយយើងចង់ក្បាលក៏បានចង់ចូលខ្លួនក៏បានអាស្រ័យលើយើងបាទហ្នឹងហើយស្រួលខ្លាំងមែនតើបាទតោះឥឡូវមកមើលការបាញ់របស់ខ្ញុំទៀតបាទថាវាបាញ់ចុះក្បាលអត់ហ្នឹងហើយពេលយើងដាក់ក្បាលចឹងហ្នឹងវាដឹងតែចូលហ្មងបាទឆ្ងាយចិត្តអីដល់ចូលហើយមើលខ្ញុំបាញ់មើលឃើញចុះក្បាលហ្នឹងហើយអែមខ្លាំងតែមិនពិបាកទេចឹងមុខងារវាគ្នាយើងបាក់តាមខ្ញុំបាទនេះឃើញទេបាក់តាមខ្ញុំទៅអត់មានអីពិបាកទេជំនួសអាប៉ែនេះអត់ខ្ញុំបាញ់អាប៉ែហ្នឹងទៀតបាទហើយយ៉ាចឹងសម្រាប់ពីយើងណាគាត់ចង់ដាក់អត់មានអីពិបាកដាក់ទៅងាយៗហើយចឹងមុខងារវាមានអត់មានអីច្រើនទេបាទហើយគ្នាយើងបាក់តាមខ្ញុំមកកន្លែងឡាអសហ្នឹងដាក់អង់គ្លេសទៅស្រួលមើលបាទយើងអត់ចេះវៀតណាមចឹងណាខ្ញុំមាន2 server ដែលខ្ញុំបញ្ជាក់គ្នាយើងតាំងពីដើមវីដេអូចឹងហើយកន្លែងនេះឡើងពណ៌ហ្នឹងយើងអាចព្រិចមើលបានពណ៌ទឹកក្រូចយើងអាចបិទមីណុយចេះហើយពណ៌ក្រហមយើងចុចបិទយកមកហ្នឹងហើយវាមាន global ហើយវៀតណាមអាស្រ័យលើគ្នាយើងបើកចឹងគេធ្វើនេះធ្វើសម្រាប់ global ផងលេងសម្រាប់ពួកវៀតណាមផងហ្នឹងហើយចឹងលេងបាន2នាក់ពីបែបចឹងហ្នឹងហើយចឹងបានគេដាក់អស2ហ្នឹងហើយអត់មានអីនេះទេលេងគ្នាបានធម្មតាទេបាទហើយមុខងារមិនប៉ុណ្ណឹង